ស្វាគមន៍មកកាន់ហងមាន Flash News សម្ដេចតេជោទទួលស្គាល់ថាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃពិតមែនសម្ដេចនឹងបញ្ចេញសារទាំងស្រុងតែម្ដងបើថៃចង់បាននៅថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនបានចេញអះអាងថាសម្ដេចពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃហើយសម្ដេចនឹងបញ្ចេញវីដេអូសម្លេងសន្ទនាទាំងស្រុងសម្ដេចតេជោហ៊ុនសែនបាននិយាយនៅលើបណ្ដាញសង្គមថាកាលពីល្ងាចថ្ងៃទី15ខែមិថុនាខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃរយៈពេល17និង06នាទីដោយមានលោកឃ្លាំងហួតជាអ្នកបកប្រែហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ឬបន្លំចាំបាច់ត្រូវការថតសម្លេងនិងដើម្បីដំណាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរសម្លេងសន្ទនារវាងខ្ញុំនិងនាយករដ្ឋមន្ត្រីថៃខ្ញុំបានផ្ញើទៅគណៈអចិន្ត្រៃយ៍គណៈបកក្រុមការងារព្រឹទ្ធសភាក្រុមការងារសភាក្រុមការងារទទួលបន្ទុកកិច្ចការបរទេសក្រុមការងារឃោសនាអប់រំក្រុមការងារព្រំដែននិងកងកម្លាំងប្រដាប់អាវុធប្រហាក់ប្រហែលសរុប80នាក់នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់មិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីថៃព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំបានប៉ុន្មានម៉ោងបែរជាមេដឹកនាំថៃចេញមកចោទមេដឹកនាំកម្ពុជាថាធ្វើនយោបាយអត់វិជ្ជាជីវៈ unprofessional ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើនិយាយផ្សេងធ្វើផ្សឹងតែកតិនទៅនឹងសារសម្លេងបែកធ្លាយនេះខ្ញុំឃើញគេបង្ហោះតែជាង9នាទីប៉ុណ្ណោះដូច្នេះបើសិនភាគីថៃចង់បានខ្ញុំនឹងបញ្ជូនចេញទាំងស្រុងតែម្ដងដែលមានរយៈពេល17.06នាទីក្រសួងការពារជាតិថាការបង្ហោះដ្រូននិងបង្កើនទាហានរបស់ភាគីថៃនៅតាមព្រំដែនជាការគំរាមកំហែងធ្ងន់ធ្ងរទៅដល់សន្តិសុខប្រទេសទាំងពីរបន្ទាប់ពីមានសកម្មភាពដ៏កក្លឿនរបស់កងទ័ពថៃដូចជាការបង្កើនចល័តអាវុធគ្រប់គ្រងនិងសភាវុធគ្រប់ប្រភេទការជីកលិនដ្ឋានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសការបង្ហោះដ្រូននិងបង្កើនចំនួនទាហានកាន់តែច្រើននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យរួចមកក្រសួងការពារជាតិកម្ពុជានៅល្ងាចថ្ងៃទី17ខែមិថុនាម្សិលមិញបានចាត់ទុកថាសកម្មភាពនេះជាការគំរាមកំហែងធ្ងន់ធ្ងរទៅដល់សន្តិភាពនិងសន្តិសុខនៃប្រទេសទាំងពីរកម្ពុជាមានការសោកស្ដាយដោយភាគីថៃមិនបានគោរពនៅកិច្ចព្រមព្រៀងហើយថែមទាំងបង្កើនសកម្មភាពរំលោភបំពានទៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផ្ទុយពីអនុស្សរណៈយោគយល់ឆ្នាំ2000ទៀតផងទោះជាយ៉ាងណាក៏ដោយកងទ័ពកម្ពុជាគ្រប់គ្រងនៅជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយចំនួនតាមច្បាប់អន្តរជាតិដោយសន្តិវិធីនិងរក្សាជំហរយ៉ាងមុតមមទាំងកងទ័ពទាំងប្រជាជននៅទូទាំងប្រទេសគោរពអធិបតេយ្យរបស់ប្រទេសជិតខាងនិងបដិញ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយទោះជាក្នុងតម្លៃណាក៏ដោយស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាសាងសង់បាន36%ហើយក្រសួងសាធារណការបានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថាគិតត្រឹមពាក់កណ្ដាលខែមិថុនាឆ្នាំ2025នេះគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាសម្រាប់ការសាងសង់បានប្រមាណ36%ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈឆ្នាំ2024បច្ចុប្បន្នផ្នែកគ្រឹះស្ពានសម្រាប់បាន 66.5% រួមមានសសរគ្រឹះសម្រាប់បាន137ដើមជើងតាំងសម្រាប់បានចំនួន9និងធ្នឹមភ្ជាប់ក្រោមសម្រាប់បាន8ធ្នឹមដែលឡែករចនាសម្ព័ន្ធក្រោមស្ពានសម្រាប់បាន 25.12% ដូចជាតួសសរស្ពានសម្រាប់បាន6សសរសសរស្ពានសម្រាប់បាន24និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានសម្រាប់បាន10ធ្នឹមព្រមទាំងការងារសំខាន់មួយចំនួនទៀតស្ពានឆ្លងទន្លេបាសាក់នេះក្រុងបញ្ចប់ការសាងសង់នៅដើមឆ្នាំ2028សូមបញ្ជាក់ថាគិតត្រឹមខែឧសភាឆ្នាំ2025នេះការកសាងស្ពានមានរយៈពេល16ខែនៃផែនការសាងសង់ចំនួន42ខែតុលាការឃុំខ្លួនទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ពីបទចេញសាច់ស្អុយទីប្រឹក្សានៃទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំក៏ខ្លួនកាលពីម្សិលមិញពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានហើយបញ្ជូនទៅរាជធានីភ្នំពេញដើម្បីឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម1ព្រៃសរតាមលេខាបង្គាប់របស់តុលាការរាជធានីភ្នំពេញ
ជនត្រីចោតមានឈ្មោះប៉ែនសូតជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រីអាយុ44ឆ្នាំមានឋានៈស្មើអនុរដ្ឋលេខាធិការត្រូវបានតុលាការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី29ឧសភាឆ្នាំ2024ដែលបទល្មើសនេះគឺមានចែងឲ្យផ្ដន្ទាទោសទៅតាមបញ្ញត្តិមាត្រា231នៃច្បាប់ស្តីពីឧបករណ៍ងាយអាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់មេដឹកនាំកម្ពុជាប្រាប់ទៅភាគីថៃថាបើចង់បើកព្រំដែនបើកទៅ5ម៉ោងក្រោយកម្ពុជានឹងបើកភ្លាមសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានប្រាប់កងទ័ពថៃថាបើចង់បើកព្រំដែនបើកទៅ5ម៉ោងក្រោយកម្ពុជានឹងបើកភ្លាមដើម្បីធ្វើឲ្យស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរល្អដូចដើមវិញថ្លែងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរដ្ឋជាតិកម្ពុជាកាលពីរសៀលថ្ងៃទី17ខែមិថុនាម្សិលមិញមេដឹកនាំកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានផ្ដាំទៅភាគីថៃថាថៃជាអ្នកបិទឯកតោភាគីសូមថៃបើកជាឯកតោភាគីវិញចុះកម្ពុជាមិនចរចាដើម្បីសម្របសម្រួលឲ្យមានការបើកច្រកវិញនោះទេសម្ដេចធិបតីបានបញ្ជាក់ច្បាស់ថាកម្ពុជាគ្មានការរាថយនោះទេក្នុងការប្តឹងទៅតុលាការឡាអេតាក់ទងទៅនឹងបញ្ហាប្រាសាទតាមាន់តូចតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3គណៈកម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយនោះសម្ដេចបន្តថាកម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេហើយរាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាសូម្បីតែ1មីលីម៉ែត្រនោះដែរតែបើមានការបំពានពីភាគីណាមួយគឺយើងនឹងមានការឆ្លើយតបទៅវិញជាក់ជាមិនខាននោះឡើយសូមអរគុណលោកអ្នកសម្រាប់ការគាំទ្រហងមាស Flash News